ទូរស័ព្ទទាំងអស់គ្នានៅពេលលេងហ្គេមផ្ទះបែបហ្នឹងមែនអត់ហើយទាំងអស់គ្នាចង់ឲ្យវា smooth បែបហ្នឹងមែនចឹងជាជាដំបូងនេះយើងចូលមក setting game សិនហើយអានេះគឺជា graphic ដែលទូរស័ព្ទខ្ញុំលេង device ខ្ញុំវាមធ្យមទេគ្នាយើងមិនខ្លាំងទេប៉ុន្តែខ្ញុំលេងប៉ុណ្ណឹងសម្រាប់ graphic ចឹងសម្រាប់គ្នាយើងខ្ញុំ recommend ដាក់ standard ឬក៏ ultra ឬក៏ smooth តាមកម្រិតបើចិត្តរបស់ phone ដល់គ្នាចឹងតែខ្ញុំ recommend ដាក់ smooth ទៅឬក៏ standard ទៅគឺយើងលេង smooth យកបណ្ដោយហ្នឹងហើយហើយអញ្ចឹងយើងទៅមើលពី setting នៅក្នុង iPhone ម្ដងហើយបន្តមកនេះយើងនេះខ្ញុំទៅតម្លាក់ file មិញទេទីម៉ោង 3:20 ជាងហ្នឹងអូខេអញ្ចឹង3 file ហ្នឹងយើង down ទាំង3យកទៅដាក់ក៏បានដែរប៉ុន្តែខ្ញុំ recommend down កដាលមកនេះយើងចុចលើហ្នឹងមកពេល down ពេញហើយយើងចុចពាក្យនេះ tray ហ្នឹងមកតោះមកនេះយើងចុចពាក្យថា save to file ហើយនេះយើងទុកនៅក្នុង folder ណាមួយទៅដែលនេះយើងចាំខ្លួនឯងអញ្ចឹងខ្ញុំទុក folder នេះហើយខ្ញុំបាន save ម្ដងហើយនេះអញ្ចឹងខ្ញុំអត់ save ទេអូខេតោះដំបូងគ្នាយើងចូលទៅកាន់ពាក្យថា file ហើយជាស្រ័យមែនទេអត់សូវឮសំឡេងរំខានក៏ដូចជាឮសំឡេងខ្យល់ដោយសារតែមេរោភ្លៀងហើយណាមួយទៀតវាខ្យល់រៀងខ្លាំងដែរគ្នាយើងបាទអូខេអញ្ចឹងនេះអញ្ចឹងខ្ញុំចុចលើនឹងមួយមកហើយ profile download នេះយើងចុច close មកហើយយើងចូលមក setting តមកនេះយើងឃើញពាក្យ profile download គឺវា load នៅនឹងបណ្ដោយជាងចុចទៅនឹងមកអូខេហើយយើងចុចពាក្យថា install វាយលេខកូដទូរស័ព្ទយើងមកចុច install ទៀតហើយយើងគ្រីសវាមកអូខេអញ្ចឹងយើងបានណាអញ្ចឹងចុចលើនឹងមកនេះអញ្ចឹងគឺអាមួយដែលខ្ញុំដាក់មកខ្ញុំបិទគ្រីស2ខ្ញុំបើកតានឹងមួយអញ្ចឹងយើងបែកមកឃើញវាចេញឈ្មោះហើយវាចេញឈ្មោះអាហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់បន្តិចទៅគ្នាយើងមកមើលសិនអូខេអញ្ចឹងយើងបែកវិញមកហើយតបមកយើង clear សិនហើយយើងចុចចូល setting ម្ដងទៀតហើយយើង scroll មករកពាក្យថា accessibility យើងចូលមកកាន់ពាក្យថា touch ចូលមក assistive touch មកហើយកន្លែងនេះគឺយើងចូលពាក្យថា mouse key កន្លែងហ្នឹងដាក់ដូចខ្ញុំមកបើកវាទាំងអស់ហើយយើងបើកឲ្យវាលឿនអស់ចឹងណាហើយយើងចូលមកក្រោមកន្លែងនេះបើវាអញ្ចេះយើងបើកវាពេញមកកន្លែងនេះគឺយើងដាក់ 8.00 នេះខ្ញុំមកហើយយើងបែកមកវិញមកបែកដល់កន្លែងហ្នឹងវិញហើយយើងចុច switch control កន្លែង switch control ហ្នឹងគឺយើង scroll មករកពាក្យ gliding cursor កន្លែងហ្នឹងគឺដំបូងវា single ទេthìយើងចុចrefine ក៏បានឬក៏យកនេះក៏បានខ្ញុំណែនាំយកអាទី3អាទី3វារឹតតែលឿនអេក្រង់យើងចុចប៉ះដាវវាលឿនអញ្ចឹងកន្លែងនេះដាក់120ដូចខ្ញុំមកអញ្ចឹងខ្ញុំណែនាំដាក់ preci នឹងមកគ្នាយើងមក preci នឹងមកខ្ញុំអត់សូវចេះអានដែរយកអាតំណឹងមកហ្នឹងហើយតមកនេះកន្លែង head tracking ដំបូងវាបិទអញ្ចឹងយើងបើកវាមកហើយយើងចូលមកកន្លែងនេះយើងយកអាទី3ហើយកន្លែងនេះយើងដាក់100មកបើសាប់គ្នាយើងសេរីខ្ពស់ជាងខ្ញុំដាក់120ទៅបើសិនជាដាក់ទៅវាដើរតែប៉ុណ្្នឹងទេហើយគ្នាយើងចូលហ្គេមទៅគឺលេងបាន smooth ដែរ